ឥឡូវnóเรามองมาเมื่อផ្នែកខាងក្រោយតិចដោយសារតែឃើញមានបងគាត់សួរថាអាផ្នែកខាងក្រោយហ្នឹងមានអីគេខ្លះមើលទៅដូចរៀងណៃនេះអញ្ចឹងណាហើយអាហ្នឹងវាមាន option អីគេដែលលើសពីត្រាក់ទ័រនៅលើទីផ្សារមួយចំនួនអញ្ចឹងណាបងចាតោះឥឡូវមកមើលរូបរាងគេបញ្ជុំសិនផ្នែកខាងក្រោយចាមើលសាច់ដៃដៃដងវិញតិចមើលណាចាមើលតាគៀកគេណែឡើងកថែបងអើយចាតោះឥឡូវចូលដល់ប្រធានបទរបស់យើងវិញម្ដងបងឥឡូវមើលត្រាក់ទ័របងកំពុងតែប្រើហើយនឹងត្រាក់ទ័រ New Holland តាមវាប្លែកកន្លែងណាមួយគ្នាខ្លះហើយកន្លែង option ដែលគេដាក់មកហ្នឹងគឺវាផ្ដល់អត្ថប្រយោជន៍គេសម្រាប់ត្រាក់ទ័រចាឥឡូវយើងមកមើលបូមមួយចាបូមនេះគេហៅថាបូមជំនួយបងណាចាបូមជំនួយត្រាក់ទ័រទូទៅត្រាក់ទ័រខ្លះអត់មានបូមហ្នឹងទេចាអត់មានបូមហ្នឹងទេណាប៉ុន្តែ New Holland គឺមានជូនបងតែម្ដងគឺតួនាទីរបស់វាគឺដើម្បីជំនួយក្នុងការលើកទម្ងន់ឲ្យបានធ្ងន់ត្រាក់ទ័រនេះកម្លាំង65ណាបងចាពីក្រោយបោះ65វាលើកទម្ងន់បានរហូតដល់ទៅ2តោនកន្លះបងណាចាអញ្ចឹងវាអាចទ្រទ្រង់ផ្នែកខាងក្រោយបងណាខ្ញុំចិត្តធ្វើការងារធ្ងន់ឯណាចាហ្នឹងហើយអូសដៅអីធ្ងន់ហ្នឹងគឺប្រើជាមួយនឹងត្រាក់ទ័រ New Holland ត្រូវមកបងហើយអានេះប្រព័ន្ធទយោប្រេងឬក៏ហៅថាប្រព័ន្ធ hydraulic ចែកប្រេងបងចាត្រាក់ទ័រទូទៅគឺមាន12ឯងតើត្រាក់ទ័រមាន4លុះត្រាត្រាក់ទ័រចាប់ពីកម្លាំង100សេសជាងអីมันមានតែ New Holland មានចាប់ពីកម្លាំង50សេសបងចាអានេះវាមានតួនាទីរបស់វាហ្នឹងគឺសម្រាប់តទយោប្រេងដូចជាឧបករណ៍កាត់ស្មៅទំនើបអីហ្នឹងគឺយើងអាចតទយោប្រេងបានអត់ចាំបាច់កែកុនទេបើត្រាក់ទ័របងអត់មានគឺត្រូវកែនៅស្រុកខ្មែរយើងទៅឲ្យគេដាក់ប្រព័ន្ធទយោដុំ hydraulic ហ្នឹងមកដុំទៅអស់លុយទុំប្រហែលជា300ទៅ400អីដែរអញ្ចឹងណាបងចាប៉ុន្តែអានេះយើងមកពីនេពីរោងចក្រមកហ្មងណាប្រព័ន្ធទយោប៉ែរបស់យើងហើយនៅសល់2តគួរឲ្យបងប្រើទៀតចង់ដាក់លម្អបែបនេះហ្នឹងបានអានេះបងចាដុំរបស់គេហ្នឹងមានមួយដុំនឹងតែម្ដងឃើញទេបងចាហើយអានេះប្រព័ន្ធភ្លើងត្រាក់ទ័រខ្ញុំឃើញពីច្រើនគឺមានប្រព័ន្ធភ្លើងដូចគេដូចឯងដែរណាចាអានេះប្រើប្រព័ន្ធភ្លើងអញ្ចឹងបងមើលផ្នែក3ហ្នឹងគឺបងអាចយកទៅប្រើប្រាស់ជាមួយនឹងតាមតម្រូវការបងចង់ប្រើបានណាចានេះនឹងដៃដងតាគៀករបស់ New Holland បងមុំណាស់បងអើយចាអញ្ចឹងបងដែលត្រូវការក៏ដូចជាស្រឡាញ់ពេញចិត្តជាមួយនឹងផ្នែកខាងក្រោយរបស់ New Holland ចាអត្ថប្រយោជន៍នៃការប្រើប្រាស់របស់ New Holland ឲ្យមកមើលដល់ទីតាំងផ្ទាល់បានមានគ្រប់សេរីគ្រប់ model ទាំងអស់មិនមែនខ្ញុំបង្ហាញមានតែអាហ្នឹងមួយហើយអាផ្សេងទៀតមានទេណានេះនេះvẫnក៏មានដែរដូចគ្នាទាំងអស់ហ្មងណាចាស្រឡាញ់មួយណាមកមើលយកមួយហ្នឹងបង